audience យើងអាចរើជាទីតាំង location demographic ហ្នឹង interest behavior ហើយ placement អឺតើ ad របស់យើងហ្នឹងត្រូវ show នៅកន្លែងណាហើយ ad budget សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មមួយហ្នឹងនៅកន្លែងប្រហែលschedule យើងផុសនៅពេលណានៅមានថ្ងៃមានម៉ោងអញ្ចឹងទៅហើយសម្រាប់level ទី3ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងនិយាយអំពីតកតងនឹងតើ content របស់យើងហ្នឹងយើងអាចធ្វើ content ជាប្រភេទរូបភាពឬក៏វីដេអូអញ្ចឹងណាហើយតមកទៀតយើងត្រូវមានheadline និង description ជាមួយនឹង call to action ហើយបើសិនជាយើងមានwebsite មានអីហ្នឹងយើងអាចដាក់ link នៅក្នុង content យើងបានកន្លែងនេះខ្ញុំអាចចែកម្លែកមួយដែរតកតងនឹងឧទាហរណ៍ថាយើងចង់ដឹងយើងចង់តេស្តថា content យើងមួយហ្នឹងប្រភេទហុកឬក៏ហុកនៃវីដេអូមួយហ្នឹងហុកមួយណាហុកប្រភេទណាដែលអាចរ៉ាន់បានន័យថាអតិថិជនរបស់យើងចូលចិត្តមើលអញ្ចឹងយើងអាចបង្កើតវីដេអូមួយដែលយើងអត្តន័យតែមួយទេបានន័យថា body អត្តន័យតែមួយតែហុកក្បាលដំបូងយើងអាចធ្វើផ្សេងគ្នាយើងអាចធ្វើ3ផ្សេងគ្នាឧទាហរណ៍ឧទាហរណ៍ដូចជាឧទាហរណ៍ពី content មួយអញ្ចឹងណាយើងអាចថាអូខេstart ហុកទី1ហ្នឹងយើងនិយាយអំពីរបៀបកំ pl ែងអញ្ចឹងណាតមកបញ្ចូល body ហុកទី2យើងនិយាយអំពីរូបភាពតាក់ទាញចំណាប់អារម្មណ៍ហើយទី3យើងអាចដាក់ហុកមួយណាផ្សេងទៀតហើយយើងផលិតចេញជើជាវីដេអូតែមួយហើយផុសហើយយើងចាប់ផ្ដើមធ្វើការ advertise តមកទៀតយើងអាចតេស្តមើលថាតើ3វីដេអូហ្នឹងវីដេអូមួយណាដែលទទួលបានការមើលច្រើនជាងគេរីកច្រើនជាងគេតមកទៀតយើងអាចដឹងថាអូខេអតិថិជនរបស់យើងនឹងចូលចិត្តប្រភេទហុកបែបនេះអូខេឥឡូវនេះយើងនិយាយអំពីការរៀបចំ budget ណា budget allocation strategy យើងអាច testing 20% នៃ budget អញ្ចឹងអានេះគឺជាការដែលយើងសាកល្បងយើងដាក់ budget សម្រាប់តេស្តណាចំណុចទី1បានន័យថាយើងតេស្តពី3ទៅ5 audience segment ចំណុចទី2យើងតេស្ត3ទៅ5 creativity variation ទី3យើងតេស្ត different placement ទីតាំងផ្សេងគ្នាទី4យើងអាចរ៉ាន់ហើយណាក៏ចន្លោះពី3ទៅ7ថ្ងៃដែរមានល្មមសម្រាប់ ad មួយដើម្បីឲ្យខាង platform ហ្នឹងដឹងស្គាល់ថាតើ audience របស់យើងហ្នឹងប្រភេទ audience របស់យើងហ្នឹងជាប្រភេទ audience បែបណាដើម្បីឲ្យខាង platform ហ្នឹងរុញ post របស់យើងទៅកាន់ audience របស់យើងឲ្យបានត្រឹមត្រូវអញ្ចឹងជាទូទៅគឺចន្លោះពេល3ទៅ7ថ្ងៃទើប Facebook អាចដឹងប្រភេទ audience របស់យើងបានហើយសម្រាប់scaling process គឺយើងសុំញ៉ាំទឹកតិចសម្រាប់ការ scaling របស់យើងគឺយើងអាច allocate to the top performance segment បានន័យថាពេលណាដែលយើងផុស high ad ហើយហ្នឹងយើងចូលទៅមើលក្នុង insight ណាយើងចូលទៅមើលក្នុង insight ហើយយើងអាចមើលទៅថាអូខេ
post មួយណាដែល top performance យើងអាចហូនបាត់ចិត្តដែលយើងនៅសល់80%ដែលយើង plan ទុកហ្នឹងបុកតម្លាក់ទៅលើ post មួយហ្នឹងតែម្ដងអញ្ចឹងឧទាហរណ៍ថាយើងplan បាត់ចិត្ត200ក្នុងការធ្វើpost boost ទៅលើ post មួយហ្នឹងដំបូងយើងដក20%ដើម្បីតេស្តសិនរយៈពេល3ទៅ7ថ្ងៃហ្នឹងដើម្បីយើងតេស្តមើលថាអូខេ content មួយណា audience មួយណាត្រឹមត្រូវហើយពេលដែលយើងរកឃើញ post top performance ហ្នឹងហើយបាត់ចិត្តដែលនៅសល់80%ទៀតយើងបិទad ផ្សេងចោលយើងបុកទៅលើcontent តែមួយហ្នឹងហ្មងហើយមួយទៀតទោះបីយើងបានលទ្ធផលអញ្ចឹងមែនក៏យើងនៅតែ keep ជា suggestion គឺយើង keep monitoring performance របស់ ad របស់យើងព្រោះមិនមែនថាអូខេវាល្អហើយល្អរហូតទេយើងមើលពេលណាដែលវារៀងធ្លាក់ចុះបានន័យថាអូខេមនុស្សគេធុញនឹង content ហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមត្រូវរៀបចំ content ថ្មីមួយទៀតហើយធ្វើ content ថ្មីមួយទៀតយើងចាប់ផ្ដើមធ្វើឡើងវិញតេស្តរក audience អីឡើងវិញអញ្ចឹងណាគាត់ថាstep ទី2យើងអាចមាន base ទិន្នន័យខ្លះហើយដើម្បីរៀបចំ content បន្តទៀតឲ្យវា shortcut ជាងហ្នឹងមក effect ជាងហ្នឹងចាអានេះគ្រាន់តែជាការឧទាហរណ៍អញ្ចឹងណាបាត់ចិត្ត$1000ក្នុងមួយខែអញ្ចឹងយើងតេស្តនៅក្នុងរយៈពេលដែលកំពុងតែ testing ហ្នឹងយើងតេស្តលើអីគេ audience A ប្រហែល50 audience B 50 audience C 50 audience D 50អញ្ចឹងបានន័យថាយើងសរុបទាំងអស់200ស្មើ20%នៃ1000ហ្នឹងហើយបន្តមកទៀតសម្រាប់រយៈពេលដែលយើងអឺបុកបុកបុកយកតែម្ដងណា scaling ហ្នឹងគឺយើងមើល content based performance យើងយើងដាក់បាត់ចិត្តបុកទៅលើ content ហ្នឹងតែម្ដងចាអូខេឥឡូវនេះយើងចូលទៅដល់ KPI និង performance metric សម្រាប់Awareness campaign គឺយើងមើលទៅលើ reach យើងមើលទៅលើ number of reach ហើយនិយាយទៅគោលដែលយើងត្រូវមើលគឺreach ហ្នឹងគឺចំនួន view តមកទៀត impression total impression ហើយអឺ CPM cost per impress អានេះគ្រាន់តែជា key key នៅក្នុង platform ណានៅពេលដែលយើងចូលមើលក្នុង insight មានព័ត៌មានទាំងអស់ហ្នឹងហើយអញ្ចឹងសំខាន់យើងមើល number នេះ number ដែលនៅក្នុង insight ណា video view ប្រហែល second អញ្ចឹងទៅពេលខ្លះយើងឃើញវីដេអូហ្នឹងឡើងដល់ K ច្រើន K ប៉ុន្តែអឺចំនួន total hour view អីយើងឃើញតិចទេអញ្ចឹងបានន័យថាចេះFacebook រុញវីដេអូយើងទៅហើយប៉ុន្តែវីដេអូយើងអត់មានជាចំណាប់អារម្មណ៍ទេអញ្ចឹងបានមនុស្សគេអត់មើលយូរគេឃើញមួយផ្លែតគេ scroll ផុតអញ្ចឹងណាអាហ្នឹងក៏គេ count ចំនួន view ដែរតែអឺវាអត់បានជាcount ថារយៈពេលដែលមើលអាហ្នឹងខ្លីអញ្ចឹងទៅបើយើង keep ធ្វើ content បែបហ្នឹងទៀតវាអត់សូវបាន result វាអត់បាន result ទេព្រោះគេមើលឲ្យគេអូសម្លងចោលអញ្ចឹងយើងត្រូវអឺចាប់ផ្ដើមបដូរវិធីសាស្ត្របដូរ content របស់យើងណាអូខេតកតងនឹង engagement យើងមើលទៅលើ CTR ដែរ cost through rate engagement rate CPL cost per click អញ្ចឹងអានេះយើងមើលប្រៀបធៀបតម្លៃបើសិនជាយើងឃើញតម្លៃវាខ្ពស់បានន័យថា content របស់យើងអត់ទាន់ល្អឯង
តែបើសិនជាយើងឃើញមួយคลิกអីហ្នឹងអស់តម្លៃតិច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 ណាអាហ្នឹងបានន័យ content យើងល្អនិយាយទៅធ្វើមិនបាច់ឲ្យបានក្រុម5 សេនបើបាន content ខ្លះល្អមែនតើណា0.001សេនណាក្នុងមួយคลิกអាហ្នឹងល្អមែនតើហើយតើតើនឹងconversion campaign គឺយើងមើលទៅលើ conversion rate ណាហើយpurchase and lead នេះអាហ្នឹងយើងបានមកពី message ដែលគេឆាតមកយើងហើយយើងឆាតឆ្លើយឆ្លងហើយអាច convert ឬក៏ add order នៅក្នុង Facebook page យើងបើសិនគេឆាតយើងនិយាយត្រូវគ្នាហើយគេចាប់ផ្ដើម order យើងអាច create order អញ្ចឹងទិន្នន័យទាំងអស់ហ្នឹងអឺពេលដែលយើងបញ្ចូលទៅយើងនឹងបានជា data សម្រាប់ឲ្យយើងយកមក analyze ហេអានេះជាចំណុចមួយដែលយើងនឹងត្រូវមើលពិនិត្យដើម្បីជា data ថាអូខេយើងត្រូវ improve ចំណុចមួយណាអឺយើងត្រូវបន្ថែមអីយើងត្រូវផ្លាស់ប្ដូរអ្វីហើយនេះគឺជាប្រមសម្រាប់ជួយយើងក្នុងការដែលយើងធ្វើ campaign strategy អញ្ចឹងសម្រាប់ប្រម campaign strategy យើងអាចនិយាយថាយើងឲ្យ AI ហ្នឹងអ្នកជា performance marketing strategy ដែលមានបទពិសោធន៍10 ឆ្នាំ plus business content product service យើង describe មកថាគេ audience យើងជានរណាណាយើងនេះយើងកែតែក្នុងប្រឡោះនេះមកដាក់របស់យើងវិញមកណានេះអញ្ចឹងនេះគឺជា sample prompt សម្រាប់ឲ្យអ្នកទាំងអស់គ្នាតាមពិតមេរៀនគឺសំខាន់អាព្រមនេះតែខ្ញុំដឹងខ្លះតាក់ទងនឹងអឺ add ហ្នឹងខ្ញុំចេះតែប្រាប់ add បញ្ចូលទៅក្នុងមេរៀននឹងដែរអញ្ចឹងណាហើយទី2យើងនិយាយអំពីadd creation variation អញ្ចឹងនៅក្នុងព្រមហ្នឹងយើងអាចសរសេរបានថាអ្នកជា creative director specialize in high converting ad ណាអានេះសំខាន់ណា content យើងចង់បានអីយើងត្រូវដាក់តួនាទីឲ្យ AI នឹងឲ្យច្បាស់ទើបបាន content ដែល generate ចេញមកហ្នឹងវាត្រូវមានប្រសិទ្ធភាពណាកន្លែងបន្លោះ product នេះយើងដាក់product description របស់យើង USP នេះ unique selling point របស់យើងហ្នឹងអីគេយើងដាក់ឲ្យចំមក target យើងអីគេ platform អឺនេះកន្លែង creation variation ហ្នឹងយើងចង់សម្ដែងចេះប្រមមួយហ្នឹងចេញមកវាមាន option ដូចនៅក្នុងនេះ platform យើងយកពី Facebook ហើយនិង Instagram អញ្ចឹងFacebook ហើយ Instagram វាជា variation យើងមានពីរ variation អានេះ variation ទី1នេះ option ទី2អញ្ចឹងទៅformat ជា single image ad អញ្ចឹងណាហើយអានេះក៏ជា variation ដែរយើងចង់បាន5 ad creative variation សម្រាប់ test A B អញ្ចឹងនិយាយទៅអានេះជា sample prompt ល្អមែនតើអ្នកនរគ្នាគ្រាន់តែយកមកកាន់តិចដាក់ឲ្យត្រូវតាម business រៀងខ្លួនណាយើងបានលទ្ធផលហើយឲ្យតែយើងមានពេលមានពេលធ្វើតែយើងអត់មានពេលធ្វើអត់ដដែលអូខេអានេះឧទាហរណ៍តកតងនឹង campaign plan អញ្ចឹងយើងនិយាយពី case study តកតងនឹង online fitness program មួយអញ្ចឹងណាអញ្ចឹងbackground យើងនិយាយពីថា product របស់គាត់ចំណុចទី1យើងនិយាយពី product 12សប្តាហ៍ home workout program នេះឈ្មោះ product របស់គាត់ណាហើយនេះតម្លៃ
អឺនេះ target សម្រាប់ស្ត្រីចាអានេះខ្ញុំអត់ detail ទេយើងអាចមើលតាមនឹងបានអានេះ budget របស់ budget 3000ក្នុងមួយខែ goal ព័ត៌មានទាំងអស់នេះ individual តាម business របស់យើងឯងយើងអាច set ដាក់មក campaign structure ទី1គឺគាត់ចង់បានធ្វើ awareness ដែលគាត់ចាយទៅលើការ boost ការធ្វើពាណិជ្ជកម្មនោះ900ដែលដែលcontent សម្រាប់ដែលគាត់យកមកធ្វើពាណិជ្ជកម្មទី1ហ្នឹងដែលយើងហៅថា asset ហ្នឹងនេះ asset ហ្នឹងគឺជា post វីដេអូ content របស់យើងជាវាហៅអីជា content ដែលយើងនឹងត្រូវយកមកបួសហ្នឹងខ្លីៗទី1ហ្នឹងយើងគាត់មានជាវីដេអូ view អានេះគាត់និយាយពី busy professional អញ្ចឹងទៅasset ទី2 asset ទី3អញ្ចឹងទាំង3ហ្នឹងគាត់boost ទាំង3 content ហ្នឹងដាក់ budget 300ណាអញ្ចឹងសរុបទៅ900ហើយcampaign ទី2asset ទី1ហ្នឹងឥឡូវtraffic asset ទីasset ទី1ហ្នឹងគាត់ដាក់ traffic គាត់ចង់បាន traffic គាត់ add ដាក់ set 400 asset ទី2គាត់ចង់បាន engagement គាត់ដាក់50%បូកអាហ្នឹងគឺបូកដល់400អាហ្នឹងទៅតាមនេះទាំង3 asset ហ្នឹងគាត់ set យក1200ហ្នឹងចែកជា3មកយក1 400 campaign ទី3សម្រាប់conversion ដោយសារគាត់ឃើញថានេះ asset ទី1នេះគាត់ចង់set conversion ខ្ញុំបញ្យល់មិនចេះបញ្យល់មិនងាយស្រួលស្ដាប់យល់ campaign ទី3 conversion អូខេឥឡូវចេះវិញនេះគ្រាន់តែជាឧទាហរណ៍នៃការរៀបចំ budget ក្នុងការផុសណាអញ្ចឹងយើងអាចមើលតាម rule របស់យើងslide មុនហ្នឹងមកហើយយើង set ដំបូងយើង boost content 3ដើម្បីយើងតេស្តហ្នឹងណាអញ្ចឹងយើងដាក់ budget ស្មើគ្នាដំបូងមកហើយបន្ទាប់ពីតេស្តយើងឃើញ performance ល្អហើយយើងបន្ថែមទៀតដើម្បីយើងយកទៅជាបន្ថែម traffic ឬក៏ boost sale ចឹងចុងក្រោយនេះយើងឃើញ content ណាល្អយើងបន្ថែមដើម្បីយក conversion អូខេនេះគឺជា tool ដែលយើងអាចយកមករៀប planning បានយើងអាចប្រើដូចជាTrello នេះ free Asana នេះក៏មាន free ដែរតែបើយើងអត់ចេះប្រើពីរនេះយើងអាចប្រើ Google Sheet ក៏បានដែរឬក៏មានយើងអាចប្រើ letter buffer securing preview ក៏បានដែរតែអានេះប្រហែលជាអត់សូវមានអ្នកស្គាល់ចឹងជាទូទៅយើងអាចប្រើ Google Sheet ហើយបើនេះយើងអាចប្រើ Trello អញ្ចឹងណាប្រើជា Notion ក៏បានដែរចឹងអានេះគឺជាឈ្មោះ tool ដែលយើងអាចយកមកនៅក្នុងការ manage content calendar យើងឯងសម្រាប់ ad planning tool យើងមាន Facebook Ad Manager មាន Google Analyze នេះសម្រាប់website អីហ្នឹងគឺយើងដាក់ Google Analyze Meta Pixel ហ្នឹងសម្រាប់មើល conversion tracking Canva សម្រាប់យើងធ្វើ ad design រូបភាព design អីហ្នឹងហើយសម្រាប់ AI tool យើងអាចប្រើ ChatGPT Gemini ឬក៏ Claude
សម្រាប់បង្កើតជា strategy អញ្ចឹងខាងក្រោមនេះគឺជា workflow tip ដំបូងយើងត្រូវ brainstorm idea ជាមួយនឹង AI ទី2យើងរៀបចំ organize ជាមួយនឹង Trello ឬក៏ Google Sheet ហ្នឹងទី3យើងបង្កើត design នៅក្នុង Canva ទី4គឺយើងរៀបចំ schedule នៅក្នុង buffer ឬក៏ Excel ក៏បានបើយើងអត់ចេះប្រើកម្មវិធីហ្នឹងណាយើងអាចប្រើGoogle Calendar ក៏បានដែរទី5គឺយើង track នៅក្នុង analyst ទី6គឺយើងចាប់ផ្ដើម optimize ជាមួយនឹង AI Insight អូខេអញ្ចឹងនេះគឺជាខ្ញុំមាន exercise មាន exercise 1 2 3អញ្ចឹងអ្នកទាំងអស់គ្នាអាចយក exercise ទៅធ្វើតែយើងអត់ធ្វើអត់ចេះទេស្ដាប់ខ្ញុំនិយាយជាងការស្ដាប់អត់យល់តតែយកទៅដាក់ទៅចេញមកថាអូអាហ្នឹងចឹងមែនអាហ្នឹងចឹងមែនអញ្ចឹងណាអូខេហើយនេះបន្ថែមប្រមយើងអាច step ទី1យើងថា create 3 customer persona for my cafe ឧទាហរណ៍ថាយើងអត់ដឹងpersona អតិថិជនរបស់យើងអីគេយើងអាចសួរអញ្ចឹងបានយើងអាចប្រើ AI សួរអញ្ចឹងបានទី2នេះ step ទី2 based on persona ទី1 create a content strategy ទី3 write file Instagram caption targeting this persona អញ្ចឹងឧទាហរណ៍ថាយើង run step ទី1នេះហើយយើងឃើញលិះមកអតិថិជនហ្នឹងពេលព្រឹកចូលចិត្តអង្គុយធ្វើការញ៉ាំកាហ្វេអង្គុយធ្វើការហើយចូលចិត្តជាមួយនឹងស្ដាប់ជំនាញធ្វើការឬក៏ញ៉ាំកាហ្វេធ្វើការអីណាអាហ្នឹងយើងបានត្រៃតរៀមមួយហ្នឹងមកយើងអាច run step ទី2បានដល់មក run step ទី3ដល់មកយើងបាន content សម្រាប់ចំណុចដែលយើងត្រូវកែលម្អជាបន្តទៀតហ្នឹងគឺយើងត្រូវធ្វើម៉េចឲ្យវាងាយលក្ខណៈងាយស្រួលហើយ friendly ហើយនៅក្នុង content របស់យើងឬក៏នៅក្នុង text របស់យើងហ្នឹងយើងកុំ text សុទ្ធទេយើងត្រូវមាន decor បន្តិចបន្តួចដូចជាយើងបន្ថែមនៅ emoji ខ្លះធម្មតាយើងដឹងហើយមនុស្សយើងអាចបានន័យថាភាពតាក់ទាញណាភាពតាក់ទាញវាមានត្រូវមាន color មាន text មានពណ៌វាមិនអាចតែមួយ color ទេអញ្ចឹងយើងត្រូវចេះលេងជាមួយ emoji អីផ្សេងហើយ focus ជាមួយនឹង benefit ហើយនឹង feature make it suitable for Gen Z audience អញ្ចឹងតិចទៀតយើងអស់ Gen Y ហើយចូលដល់more all the client ឥឡូវវានៅក្នុង Gen Z ឯងព្រោះ Gen Y យើងចាស់ហើយអញ្ចឹង business ដែល focus ទៅលើ Gen Z អាចមានទំហំច្រើនជាងអញ្ចឹងណាតែអត់អីទេកន្លែងហ្នឹងបើសិន business របស់យើង focus ទៅមនុស្សចាស់យើងដាក់មកសម្រាប់មនុស្សចាស់តែជា recommend យើងគួរតែ Gen Z ច្រើនជាងព្រោះឥឡូវសម្បូរដល់ Gen Z contact bidding អូខេអានេះជា tip សម្រាប់slide នេះយើងនិយាយថាយើងផ្ដល់ AI នៅ brand guideline previous success content និង audience insight ដើម្បីឲ្យ output យើងកាន់តែ relevant និងកាន់តែជាក់លាក់ហើយ
on brand អូខេសម្រាប់សង្ខេបឡើងវិញចំណុចសំខាន់នៅក្នុងមេរៀនហ្នឹងអ្វីដែលយើងបានបង្ហាញហ្នឹងគឺយើងបានបង្ហាញអំពីInsight ដែលជួយឲ្យអតិថិជនយើងកាន់តែស៊ីជម្រៅព្រមសាក់ឈើល្អដែលនាំឲ្យ output យើងមានគុណភាព content calendar ត្រូវការ strategy planning ad planning ត្រូវតែ clear objective និង KPI ហើយបន្តមកទៀតគឺយើងត្រូវអនុវត្តអានេះដែលយើងរៀនអនឡាញយើងអត់បានអនុវត្តទេតែបន្ទាប់ពីហ្នឹងទៅយើងអាចយកទៅអនុវត្តដើម្បីជា key សម្រាប់ភាពជោគជ័យបើយើងអត់ធ្វើអត់បានជោគជ័យហើយជំហានបន្ទាប់គឺយើងត្រូវអនុវត្តជាក់ស្ដែងនឹងឯងហើយកុំភ្លេចយកមេរៀនទៅអនុវត្តហើយសម្រាប់កំណត់ចំណាំសម្រាប់ការចងចាំAI គឺជាឧបករណ៍មួយដ៏មានឥទ្ធិពលប៉ុន្តែcreativity និង strategic thinking របស់អ្នកនៅតែជាចំណុចចង់និយាយថាអញ្ចឹងAI ជាឧបករណ៍ដែលមានឥទ្ធិពលហើយសម្រាប់ប៉ុន្តែសម្រាប់ creativity ហើយនិង strategic thinking ហ្នឹងណានៅតែត្រូវការយើងជាមនុស្សហ្នឹងជាអ្នកកែលម្អកែតម្រូវនៅចំណុចសំខាន់អូខេអស់ហើយអញ្ចឹងពេលដែលចប់បន្ទុយមេរៀនខ្ញុំមានជាសំណួរ quiz អញ្ចឹងអ្នកទាំងអស់គ្នាពេលដែលបាន link ហ្នឹងហើយចុងក្រោយគេកុំភ្លេចនេះឆ្លើយសំណួរ tick 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 មកខ្ញុំអត់ tick ឲ្យទេខ្ញុំអត់ចុចឲ្យទេអញ្ចឹងរបៀបឆ្លើយនឹងសំណួរយើងគ្រាន់តែចុចហ្នឹងមកហើយ next នេះចុច next 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 អញ្ចឹងចុងក្រោយពេលដែលឆ្លើយទាំងអស់អ្នកទាំងអស់គ្នានឹងឃើញលទ្ធផលបន្ទុកអញ្ចឹងពេលដែលចូលមកដល់ set នេះហើយ screenshot ដាក់ចូលក្នុងក្រុមមកចង់ដឹងថាតើអ្នកទាំងអស់គ្នាចងចាំនឹងយល់មេរៀនហ្នឹងបានប៉ុណ្ណាហើយឆ្លើយនឹងសំណួរហ្នឹងបានប៉ុន្មានបន្ទុកអូខេអរគុណច្រើនមានសំណួរអីយើងអាចសួរបានសង្ស័យកូនសិស្សទៅចោលអ្នកគ្រូអស់ហើយតើមិនទៅទេអូខេមានសំណួរអីសួរទេចេះមិនដល់ឆ្ងល់ ចេះមិនដល់ឆ្ងល់មិនកើតចាំចេះដល់ចាំឆ្ងល់ចេះមិនដល់ខ្ញុំកើតបើអ្នកគាត់ធ្លាប់មេរៀនថ្ងៃនេះបើអ្នកគាត់ធ្លាប់អឺ book page book អីធ្លាប់ចូលទៅមើលreport ad ឬក៏ insight ad អីអាចឆាប់បានអញ្ចឹងណាចាចែកដល់នេះសិស្សថ្មីជ្រឿងហ្មងថ្មីច្រើនចាប់ផ្ដើមរៀនអូខេអឺអាចថាអូខេយើងអត់ទាន់បានចូលដល់ជំហាន insight ប៉ុន្តែយើងអាចធ្វើត្រឹមcontent planning និង content strategy ad planning អីហ្នឹងយើងអាចទុកទិនបានចាំពេលណាយើងត្រូវការ book យើងត្រូវការ book ត្រូវការអីអាហ្នឹងយើងអាច step by step ចាចា